ជនហត់គ្មានមណ្ឌលបើកបិត្រែនបានធ្វើការវាប្រហារទៅលើគោលដៅសំខាន់នៅក្នុងប្រទេសរុស្ស៊ីរួមទាំងរោងចក្រចម្រាញ់ប្រេងនិងរោងចក្រគីមីរបាយការណ៍នេះត្រូវបានចេញផ្សាយដោយបណ្ដាញសារព័ត៌មាន Astra និងបណ្ដាញសារព័ត៌មាន Excellent Double Plus Telegram រោងចក្រចម្រាញ់ប្រេងនិងរោងចក្រគីមីឥន្ធនៈមួយត្រូវបានវាប្រហារហើយផលវិបាកកំពុងត្រូវបានបញ្ជាក់ឲ្យបានច្បាស់លាស់សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងនិយាយអំពីការវាប្រហាររបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេងមួយនៅក្នុងទីក្រុង Kostovo ក្នុងតំបន់ Nizhny Novgorod របាយការណ៍បឋមបានបង្ហាញថាទាំងរោងចក្រចម្រាញ់ប្រេង Lukoil ឬរោងចក្រគីមីឥន្ធនៈ Siberstovo ដែលមានទីតាំងជាប់គ្នាត្រូវបានវាប្រហារមានរបាយការណ៍អំពីអគ្គិភ័យដ៏ធំមួយបន្ទាប់ពីការផ្ទុះនេះតាមរបាយការណ៍ពីប្រភពសារព័ត៌មានផ្សេងអ៊ុយក្រែនបានវាប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Lukoil នៅរុស្ស៊ីច្រើនដងហើយចាប់តាំងពីការចាប់ផ្ដើមនៃការឈ្លានពានពេញលេញរបស់រុស្ស៊ីនៅក្នុងឆ្នាំ2022ប៉ុន្តែតួលេខច្បាស់លាស់នៃការវាប្រហារពុំបានចុះផ្សាយច្បាស់លាស់នោះទេគ្រាន់តែបញ្ជាក់ថាការវាប្រហាររបស់អ៊ុយក្រែនទៅលើរោងចក្រនៃតំបន់ Lukoil នេះមានច្រើនដងមកហើយតាំងពីការចាប់ផ្ដើមនៃសង្គ្រាមពេញលេញនៅក្នុងឆ្នាំ2022រោងចក្រចម្រាញ់ប្រេង Lukoil នេះដែលត្រូវបានគេស្គាល់ថាជារោងចក្រចម្រាញ់ប្រេង Stovo គឺជារោងចក្រចម្រាញ់ប្រេងដ៏ធំជាងគេនិងចំណាស់ជាងគេបំផុតនៅក្នុងប្រទេសរុស្ស៊ីចំពោះសមត្ថភាពរបស់វាវិញគឺអាចចម្រាញ់ប្រេងប្រហែលជា17លានតោននៅក្នុងមួយឆ្នាំរោងចក្រចម្រាញ់ប្រេងឥន្ធនៈ Siberstovo ផលិតបានអេទីឡែន propylene benzene និងប្រភេទ hydrocarbon ផ្សេងៗជួបទៅតាមទិន្នន័យជាផ្លូវការក្រុមហ៊ុនផលិតគ្រឿងបន្លាស់សម្រាប់គ្រឿងផ្ទុះផងដែរនៅក្នុងតំបន់ Volgograd វិញនិងតំបន់ Kursk ជនហោចគ្មានមណ្ឌលបើកអ៊ុយក្រែនក៏បានធ្វើការវាប្រហារទៅលើស្ថានីយ៍ចំនួន2ផងដែរការវាប្រហារនេះបានបណ្ដាលឲ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងស្រុកចំនួន4ការផ្ទុះក៏ត្រូវបានគេរាយការណ៍ផងដែរនៅតំបន់ Lipetsk ហើយព័ត៌មានលម្អិតអំពីគោលដៅនៃការវាប្រហារកំពុងត្រូវបានបញ្ជាក់បើយោងទៅតាមក្រសួងការពារជាតិរុស្ស៊ីជនហោចគ្មានមណ្ឌលបើកអ៊ុយក្រែនចំនួន85គ្រឿងត្រូវបានបំផ្លាញនៅលើទឹកដីរុស្ស៊ីពេញមួយយប់ចំពោះសេចក្តីថ្លែងការណ៍ទាំងអស់នេះគឺបានបញ្ជាក់ថាដ្រូនចំនួន40នៅលើទឹកដីនៃតំបន់ Voronezh 20គ្រឿងនៅលើតំបន់ Nizhny Novgorod 10គ្រឿងនៅលើតំបន់ Belgorod និង6គ្រឿងនៅលើតំបន់ Kursk 4គ្រឿងផ្សេងទៀតនៅលើតំបន់ Lipetsk ចំណែក2គ្រឿងនៅលើតំបន់ Volgograd 2គ្រឿងផ្សេងទៀតនៅលើទឹកដីនៃសាធារណរដ្ឋ Bashkortostan និង1គ្រឿងទៀតនៅលើតំបន់ Saratov របាយការណ៍នេះគឺត្រូវបានបញ្ជាក់ដោយសារព័ត៌មាន Defense Space នៅថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025នេះគឺជារបាយការណ៍មួយដែលមានការវាប្រហារដោយជនហោចគ្មានមណ្ឌលបើកអ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេងក៏ដូចជាទីតាំងប្រេងមួយចំនួននៅលើទឹកដីរុស្ស៊ីដោយការវាប្រហារនេះគឺជាយុទ្ធសាស្ត្រមួយក្នុងការកាត់ផ្តាច់នៅប្រេងឥន្ធនៈរបស់រុស្ស៊ីដែលតែងតែផ្គត់ផ្គង់ដល់កងទ័ពនៅលើសមរភូមិជួរមុខហើយសមត្ថភាពនៃការផលិតប្រេងនេះនឹងមានការថយចុះបន្ទាប់ពីការវាប្រហារដោយដ្រូនរបស់អ៊ុយក្រែនដែលជាចលករមួយក្នុងការជំរុញសមត្ថភាពអ៊ុយក្រែនក្នុងការបំអាក់ទៅលើការផលិតនៅប្រេងឥន្ធនៈសម្រាប់រុស្ស៊ីចំពោះការវាប្រហារនេះផងដែរគឺមានចម្ងាយ800ទៅ824គីឡូម៉ែត្រពីព្រំដែននៃប្រទេសអ៊ុយក្រែនចំពោះសមត្ថភាពនៃការផលិតប្រេងវិញរោងចក្រនេះមានសមត្ថភាពផលិតប្រេងអូស្មန်សរុបប្រមាណជា1ទៅ1.5លានតោននៅក្នុងមួយឆ្នាំប៉ុន្តែมันមានតួលេខច្បាស់លាស់សម្រាប់ប្រេងទាំងអស់នោះទេព្រោះវាមិនបានចម្រាញ់ប្រេងឆៅដោយផ្ទាល់វាស្ថិតនៅក្បែររោងចក្រ Lukoil Nosiltyដែលមានសមត្ថភាពចម្រាញ់ប្រេងចំនួន17លានតោននៅក្នុងមួយឆ្នាំនិងត្រូវបានវាប្រហារដោយជនហោចដ្រូនអ៊ុយក្រែននៅថ្ងៃទី3និងថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025នេះនិយាយអំពីចំណូលនៃការរកប្រាក់របស់រោងចក្រនេះវាមិនមានរបាយការណ៍ចំណូលច្បាស់លាស់នោះទេព្រោះវាជាផ្នែកមួយនៃក្រុមហ៊ុនមេប៉ុន្តែចំណូលរបស់វាចូលរួមនៅក្នុងចំណូលសរុបរបស់ Siber ដែលជាក្រុមហ៊ុនធំបំផុតនៅក្នុងវិស័យប្រេងអូស្មန်នៅរុស្ស៊ីចំពោះចំណូលនេះជួយរុស្ស៊ីតាមរយៈការបង់ពន្ធការនាំចេញនិងការគាំទ្រឧស្សាហកម្មទាក់ទងដូចជាសម្ភារៈសម្រាប់យោធានៅឧស្សាហកម្មផ្សេងៗចំពោះនៅក្នុងឆ្នាំ2024គឺមានចំណូល11ទៅដកសញ្ញា$7,000លានសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2023គឺមានចំនួន8ទៅ$9,000លានអាមេរិកនិងនៅក្នុងឆ្នាំ2020គឺមានប្រមាណជា8កដកសញ្ញា$2,000លានសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2024 Siber បានវិនិយោគទឹកប្រាក់ចំនួន$440,000លា
លានរ៉ូប៊ីលដែលជួយពង្រីកសមត្ថភាពនិងប្រាក់ចំណូលរុស្ស៊ីរោងចក្រនេះត្រូវបានវាយប្រហារដោយជនហោះគ្មានមនុស្សបើកអ៊ុយក្រែននៅក្នុងខែមករាឆ្នាំ2025ប៉ុន្តែបានត្រឡប់មកដំណើរការពេញលេញវិញចំពោះការវាយប្រហារមួយទៀតនៅព្រឹកព្រលឹមថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025ដដែលរោងចក្រគីមីអេនតេនី Steli Tamat នៅក្នុងទីក្រុង Steli Tamat ខេត្តប៉ាគូស្តាននៃប្រទេសរុស្ស៊ីបានរងការវាយប្រហារដោយជនហោះដ្រូនពីប្រទេសអ៊ុយក្រែនការវាយប្រហារនេះបានបណ្ដាលឲ្យមានការផ្ទុះនិងការខូចខាតផ្នែកមួយនៃរោងចក្រប៉ុន្តែមិនមានមនុស្សស្លាប់ឬរងរបួសនោះទេនេះគឺជាការវាយប្រហារលើកដំបូងទៅលើតំបន់ឆ្ងាយពីព្រំដែននៃប្រទេសអ៊ុយក្រែនដែលមានចម្ងាយប្រមាណជា1500គីឡូម៉ែត្រនិងជាផ្នែកមួយនៃយុទ្ធសាស្ត្រការវាយប្រហារទៅលើឧស្សាហកម្មប្រេងនៃប្រទេសរុស្ស៊ីតាមការបញ្ជាក់ពីអាជ្ញាធររុស្ស៊ីមានដ្រូនចំនួន2គ្រឿងត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសប្រភេទ PVO នៅលើខេត្តប៉ាគូស្តានទោះជាយ៉ាងណាបំណែកនៃដ្រូនទាំងនេះត្រូវបានធ្លាក់នៅក្នុងតំបន់ឧស្សាហកម្មដែលបណ្ដាលឲ្យមានការផ្ទុះជាលទ្ធផលគឺការខូចខាតផ្នែកមួយនៃសំណង់និងការឆេះតិចតួចប៉ុន្តែរោងចក្របានបន្តដំណើរការជាធម្មតាវិញនៅពេលនោះមានកម្មករចំនួន5នាក់កំពុងធ្វើការប៉ុន្តែគ្មាននរណារងរបួសនោះទេរោងចក្រគីមីអេនតេនី Steli Tamat គឺជាផ្នែកមួយនៃក្រុមហ៊ុនគីមី Proskim ដែលជាក្រុមហ៊ុនធំមួយនៅក្នុងប្រទេសរុស្ស៊ីវាមានសមត្ថភាពផលិតកៅស៊ូសំយោគនិងប្រេងសាំង Aviation ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មយោធានិងវិស័យស៊ីវិលផលិតផលទាំងនេះត្រូវបាននាំចេញទៅក្រៅទីផ្សារនៅក្នុងស្រុកនិងអន្តរជាតិដែលជួយគាំទ្រសេដ្ឋកិច្ចរុស្ស៊ីជាពិសេសនៅក្នុងសង្គ្រាមនៃចំណីអ៊ុយក្រែនបានចាត់ទុកការវាយប្រហារនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីកាត់បន្ថយប្រេងអូស្មန်សម្រាប់យោធារុស្ស៊ីដោយអ៊ុយក្រែនបានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងអូស្មန်រុស្ស៊ីសរុបជាង160ដងទៅហើយចាប់តាំងពីឆ្នាំ2025ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថានៅយប់នោះប្រព័ន្ធការពារបានបំផ្លាញដ្រូនអ៊ុយក្រែនសរុបចំនួន85គ្រឿងនៅលើខេត្តចំនួន8ការវាយប្រហារនៅលើ Steli Tamat គឺជាការវាយប្រហារដំបូងនៅក្នុងខេត្តនេះតាំងពីខែកញ្ញានៅពេលដែលដ្រូនអ៊ុយក្រែនបានធ្វើការវាយប្រហារទៅលើរោងចក្រប្រេង Besnep កាលពីខែមុនការវាយប្រហារទាំងនេះបានបណ្ដាលឲ្យមានការផ្អាកជើងហោះហើរនិងការប្រមានភេរវកម្មនៅតាមទីក្រុងជាច្រើនងាកទៅខាងអាជ្ញាធរអ៊ុយក្រែនវិញមិនទាន់បានបញ្ជាក់ពីការវាយប្រហារនេះទេប៉ុន្តែប្រភពពីគេហទំព័រ Euromedian Press បានចែករំលែករូបភាពនិងវីដេអូពីកន្លែងកើតហេតុដោយចាត់ទុកថាវាគឺជាការវាយប្រហារដើម្បីកាត់បន្ថយសមត្ថភាពប្រតិកម្មយោធារុស្ស៊ីនេះគឺជាផ្នែកមួយនៃរលកពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលកើនឡើងចាប់តាំងពីខែសីហាឆ្នាំ2024ដែលបានប៉ះពាល់ដល់រោងចក្រប្រេងអូស្មန်ជាង20កន្លែងនៅក្នុងប្រទេសរុស្ស៊ីនិងបណ្ដាលឲ្យមានកង្វះប្រេងឥន្ធនៈនៅក្នុងស្រុកអ្នកជំនាញសេដ្ឋកិច្ចបានប្រមានថាការវាយប្រហារបែបនេះអាចប៉ះពាល់ដល់ចំណូលពន្ធរុស្ស៊ីនិងការគាំទ្រសង្គ្រាមក្រុមការងារសង្គ្រោះបន្ទាន់រុស្ស៊ីកំពុងស្រាវជ្រាវកន្លែងកើតហេតុនិងផ្ដិតផលប៉ះពាល់ដល់បរិស្ថានដោយសារតែរោងចក្រនេះនៅជិតប្រជាជនពេកប្រជាពលរដ្ឋនៅក្នុងតំបន់ Steli Tamat ដែលជាទីក្រុងធំទី2នៅក្នុងទីក្រុង Pashko-Kostan បានសម្ដែងការព្រួយបារម្ភអំពីសុវត្ថិភាពខណៈដែលការវាយប្រហារដោយដ្រូនកាន់តែញញប់រដ្ឋាភិបាលរុស្ស៊ីបានសន្យាពង្រឹងការការពារដែនអាកាសខណៈដែលអ៊ុយក្រែនបានចាត់ទុកការវាយប្រហារនេះថាជាការការពារខ្លួននេះគឺជាសញ្ញាថាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនកំពុងពង្រីកជារំដាប់ដោយអ៊ុយក្រែនប្រើប្រាស់នៅបច្ចេកវិទ្យាដ្រូនចម្ងាយឆ្ងាយដើម្បីវាយប្រហារទៅលើគោលដៅយុទ្ធសាស្ត្រអ្នកអង្គការការអន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ដោយសារតែការវាយប្រហារទៅលើរោងចក្រគីមីអាចប៉ះពាល់ដល់បរិស្ថាននិងសេដ្ឋកិច្ចពិភពលោក